វិបត្តិជនភៀសខ្លួនផ្ទុះនៅអឺរ៉ុបមនុស្សជាង 60,000 នាក់សម្រុកចូលអេស្ប៉ាញក្នុង 24 ម៉ោងស្លាប់ 57 នាក់និងបង្កការផ្ទុះតវ៉ាពេញប្រទេសវិបត្តិជនភៀសខ្លួននៅអឺរ៉ុបកំពុងឈានដំណាក់កាលដ៏គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងបំផុតហើយខណៈមនុស្សជាង 60,000 នាក់បានសម្រុកឆ្លងដែនពីប្រទេសម៉ារ៉ុកចូលទឹកដីស្វយ័តស៊ីតារបស់អេស្ប៉ាញក្នុងរយៈពេលត្រឹមតែ 24 ម៉ោងហេតុការណ៍នេះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ 57 នាក់ស្លាប់ដោយសារលង់ទឹកនិងការរត់ជាន់គ្នាគណៈរដ្ឋាភិបាលអេស្ប៉ាញចាត់ទុកថាជាការរំលាយអធិបតេយ្យភាពទឹកដីយ៉ាងធ្ងន់ធ្ងរនេះបញ្យងតាមការចុះផ្សាយរបស់សារព័ត៌មានអាចាសារ៉ានៅថ្ងៃទី 1 ខែសីហាឆ្នាំ 2026 នេះយោងតាមប្រភពដដែលបានឲ្យដឹងថាជនភៀសខ្លួនរាប់ម៉ឺននាក់បានព្យាយាមហែលទឹកជុំវិញរបាំងព្រំដែននិងសម្រុកឆ្លងតាមច្រកផ្លូវគុកទៅកាន់តំបន់ស៊ីតាដែលជាទឹកដីស្វយ័តរបស់អេស្ប៉ាញស្ថិតនៅឆ្នេរអាហ្វ្រិកខាងជើងស្ថានភាពនេះបានបង្ខំឲ្យអាជ្ញាធរអេស្ប៉ាញបញ្ជូនជនភៀសខ្លួនប្រមាណ 25,000 នាក់ត្រឡប់ទៅប្រទេសដើមវិញភ្លាមៗនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានចុះទៅពិនិត្យស្ថានភាពដោយផ្ទាល់និងបានថ្លែងថាការសម្រុកឆ្លងដែនទ្រង់ទ្រាយធំបែបនេះគឺជាការរំលោភអធិបតេយ្យភាពទឹកដីអេស្ប៉ាញគណៈអង្គការការងារក្នុងតំបន់បានព្រមានថាវាកំពុងក្លាយជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរហើយស្របពេលជាមួយគ្នានេះដែរសារព័ត៌មាន AFP បានរាយការណ៍ថាប្រជាពលរដ្ឋអេស្ប៉ាញរាប់រយនាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅស្ថានទូតម៉ារ៉ុកដោយទាមទារឲ្យរដ្ឋាភិបាលពង្រឹងការការពារព្រំដែននិងបញ្ជូនជនភៀសខ្លួនត្រឡប់ទៅវិញក្រុមអ្នកតវ៉ាក៏បានរិះគន់រដ្ឋាភិបាលថាមិនអាចទប់ស្កាត់វិបត្តិនេះបានទាន់ពេលវេលាគណៈកងកម្លាំងសន្តិសុខត្រូវដាក់ពង្រាយដ្រូននិងអធិមភេកជ្ជៈដើម្បីត្រួតពិនិត្យស្ថានភាពនេះយ៉ាងតឹងរ៉ឹង